កំឡោះជាជនជាតិខ្មែរកំពុងតែល្បីតាមប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសវៀតណាមនៅពេលដែលគាត់មករៀបការភរិយានៅប្រទេសវៀតណាមហើយរត់តែល្បីមកដល់ថ្ងៃនេះទៀតអូអត់ផុតគឺនៅពេលដែលកូនកំឡោះដឹកដៃភរិយាមករៀបការតាមបែបប្រពៃណីជាតិខ្មែរនៅប្រទេសកម្ពុជាយើងទី1ដែលធ្វើឲ្យមហាជននៅប្រទេសវៀតណាមតាមដានខ្លាំងបំផុតនោះគឺដោយសារថ្ងៃរៀបអាពាហ៍ពិពាហ៍នៅប្រទេសវៀតណាមគឺបណ្ដាការម្ដាយឪពុកសាច់ញាតិទាំងសងខាងគឺចងដៃខ្ទង់លានដុល្លារតែម្ដងហើយលុយវិញដាក់លើតុទាំងគីបតែម្ដងហេតុធ្វើឲ្យប្រជាជនវៀតណាមនេះភ្ញាក់ផ្អើលដោយសារនៅក្នុងប្រទេសគេអត់ដែរឃើញហ្នឹងឯងកម្រឃើញតែមានការរៀបចំអាពាហ៍ពិពាហ៍អត់ថឹកអត់ធំចំណងដៃច្រើនដាក់លើតុទាំងគីបចឹងណាគេកម្រឃើញដល់តែពេលគេឃើញគេភ្ញាក់ផ្អើលពាក្យមករឿងទី2ដែលធ្វើឲ្យល្បីក៏ក្រៅទៅទៀតនោះបងប្អូនគឺដោយសារតែថ្ងៃរៀបអាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជាយើងនេះបែបលក្ខណៈប្រពៃណីជាតិខ្មែរនេះប្រជាជនវៀតណាមព្រមទាំងបងប្អូនខ្មែរកម្ពុជាក្រោមគឺតាមដានទស្សនាគ្រប់រូបភាពទាំងអស់ហើយបងប្អូនខ្លះគេចូលខមមិនគេថាចេះអូយជួយផុសរូបឲ្យបានច្រើនមកចង់មើលណាហើយភាគច្រើនគឺតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសវៀតណាមគេដាក់ចំណងជើងចេះអូយកូនក្រមុំវៀតណាមទៅរៀបការនៅជាមួយនឹងកូនកំឡោះកម្ពុជាគ្រាន់តែរងកន្លែងរៀបចំកម្មវិធីអីក៏ធំមិនទេដោយកន្លែងវាំងស្ដាច់ដូចម្ចាស់ស្ត្រីនិយាយទៅដូចក្នុងក្តីសុបិនដែលមើលទៅប្លែកហើយស្រស់ស្អាតមែនទែនដែលគេមើលទៅគឺតាក់ទាញអារម្មណ៍តែម្ដងបងប្អូនអញ្ចឹងមកដល់ថ្ងៃនេះរូបភាពនៃការរៀបអាពាហ៍ពិពាហ៍នៃប្រទេសខ្មែរប្រជាជនខ្មែរកម្ពុជាក្រោមផងប្រជាជនវៀតណាមផងនាំគ្នាយកទៅផុសគ្រប់เพจទាំងអស់ហើយទៅសើពីការរៀបចំអាពាហ៍ពិពាហ៍ប្រពៃណីជាតិខ្មែរហ្នឹងជាហេតុឲ្យអាថៃនោះវាក្តៅក្រហាយក្រហល់ក្នុងចិត្តបងប្អូននៅពេលដែលគេនាំគ្នាផុសគេនាំគ្នាល្បីចូលមើលដឹងពួកអាចោសៀមនឹងវាថាមកទេបងប្អូនវាចូលខមមិនហ្នឹងហើយចាំខ្ញុំតម្លាក់ខមមិននៅខាងក្រោបងប្អូនវាសិតតែ confirm ទៅអីគេអង្គការ UNESCO ឲ្យជួយមើលហងថាខ្មែរយើងហ្នឹងលួចវប្បធម៌ប្រពៃណីជាតិវាដូចថាសម្លៀកបំពាក់ថ្ងៃការដែលកូនកំមុំវៀតណាមក្រងហ្នឹងគឺជាសម្លៀកបំពាក់ប្រពៃណីនៃការរៀបអាពាហ៍ពិពាហ៍នៃប្រទេសថៃទេហើយយើងនឹងលួចចម្លងពីវារកពួកអាចោសៀមនេះគឺថាវាតាមខំគ្រប់រឿងតែម្ដងស្អីក៏វាចំណែនស្អីក៏វាចោតប្រកាន់យើងថាយើងលួចរបស់វាដែរតែធៀបពិតវាទេគឺលួចយើងសពគ្រប់ហើយបើងាកទៅមើលទឹកមុខកូនក្រមុំបងប្អូនភាគច្រើនក៏ឆ្ងល់មិនអត់តែខ្ញុំអញ្ចឹងបងប្អូនដោយសារហេតុផលទី1ហ្នឹងហើយគឺគាត់ឃើញកម្មវិធីធំពេកហើយអ្នកចូលរួមច្រើនទៀតហើយនៅប្រទេសគាត់បងប្អូនកម្មវិធីគឺអត់ដែរធំដល់ថ្នាក់ហ្នឹងទេហើយបើសម្លៀកបំពាក់ច្រើនអស់ហើយ3ទៅ4ឈុតហើយកម្មវិធីអត់យូរដល់ថ្នាក់ហ្នឹងទេហើយកម្មវិធីនៅខ្មែរយូរហើយក៏អាវដូរច្រើនឈុតមែនទេហើយបងប្អូនហ្នឹងហើយក៏អាវប្រពៃណីជាតិខ្មែរយើងរៀងធ្ងន់ហើយរៀងរឹបហើយគាត់អត់សូវចេះពាក់បិជើងកែងទេហើយគាត់ត្រូវឈរយូរអញ្ចឹងប៉ុន្តែឃើញគាត់ទ្រាំហើយគាត់សុបាយចិត្តគាត់និយាយទៅគេថាគូគាត់នេះគឺថាផ្អើលក៏ក្រៅអ្នកតាមដានគឺចាំតាមដានខ្លាំងណាស់នៅប្រទេសវៀតណាមមិនថាបងប្អូនខ្មែរកម្ពុជាក្រោមប្រជាជនវៀតណាមទេនាំគ្នាទៅសើគ្រប់ឈុតថាអូសម្លៀកបំពាក់ប្រពៃណីខ្មែរអីក៏ស្អាតម្លេះទេទៅនិយាយថាទៅតែមានគូគាត់មិនមែនរៀបការខុសជាតិសាសន៍គូច្រើនកន្លងមកច្រើនគូណាស់ដែលរៀបការនោះប៉ុន្តែទៅតែមានគូគាត់នេះទេដែលធ្វើឲ្យល្បីឲ្យប្រជាជនវៀតណាមរដងតាមដានតែតាមដានលក្ខណៈធម្មតាតែលោកនេះតាមដានសាហាវផ្ទុះក៏ក្រៅតែម្ដងហើយរដងមានប្រជាជនវៀតណាមអីគាត់ចូលរួមកម្មវិធីខ្មែរយើងការអីគាត់ឃើញតែគាត់មិនសូវបង្ហាញដោយសារមិនសូវល្បីគាត់មកហើយគាត់ទៅវិញអញ្ចឹងណាតែលើកនេះគឺអូអត់ផុតទេល្បីក៏ក្រៅអញ្ចឹងឆ្លៀតពេលនេះយើងដូចខ្ញុំចឹងបងប្អូនរដងនៅប្រទេសខ្មែរយើងខ្វះអីកូនកំឡោះសង្ហាកូនកំមុំដូចព្រះនាងស្អាតហើយរោងការលំដាប់ចំណងដៃបណ្ដាការចង់និយាយថាច្រើនជាងនឹងរាប់រយដងទៀតប៉ុន្តែខ្ញុំអត់ដែរផុសទេតែលើកនេះផុសដោយសារអីវាមានប្រយោជន៍ក្នុងការប្រម៉ូទនៅវប្បធម៌ប្រពៃណីជាតិខ្មែរយើងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរយើងនៃការរៀបអាពាហ៍ពិពាហ៍ប្រពៃណីជាតិខ្មែរយើងអញ្ចឹងយើងចេះតែផុសស្អាតដែរទៅយើងមានតែខាតអីបងប្អូនសម្រាប់គូគាត់បងប្អូនសូមបងប្អូនមួយចំនួនមេត្តាបើកចិត្តឲ្យបានទូលាយថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរសូមបងប្អូនកុំទាញយករឿងផ្សេងគ្នាវង្វេយបហាពួកគាត់វាអត់ត្រឹមត្រូវទេដោយសារស្នេហាបងប្អូនមិនមែនតែគូគាត់ទេពាក្យថាស្នេហាមិនប្រកាន់ជាតិសាសន៍ទេបងប្អូនហើយខ្វះអីខ្មែរយើងហ្នឹងហើយទៅរៀបការរហូតដល់ប្រទេសផ្សេងធ្វើជាប្រពន្ធមហាសេដ្ឋីអីខ្វះអីមិនមែនមានតែគូគាត់មួយទេមានច្រើនណាស់ទៅវិញទៅមកនៅលើពិភពលោកនេះពាក្យថាស្នេហាមួយយើងមិនអាចប្រកាន់ជាតិសាសន៍បានទេហើយគេមករៀបការគេមកក្នុងផ្លូវល្អយើងក៏គួរតែមានពាក្យល្អនិយាយទៅកាន់គូគាត់បងប្អូនហើយបងប្អូនណាខ្លាចគេទៅនៅយើងច្រើនធ្វើដូចខ្ញុំឲ្យអនុវត្តផ្ទាល់មកយកប្តីខ្មែរកម្ពុជាក្រៅមកនៅមកទិញផ្ទះនៅមកហើយមកយកប្តីខ្មែរក្រៅមកច្រើនមកយកប្រពន្ធកម្ពុជាក្រៅមកថ្លៃទឹកដោះអីតែ2 3000 5000ច្រើនអស់ហើយការឲ្យសល់លុយទៀតភាគច្រើនគេរៀបចំកម្មវិធីចំណាយតែ 10% ហ្នឹងនៅ 90% សល់ចំណងដៃទៀតហើយនិយាយពីប៉ាម៉ាក់សងខាងបងប្អូនមានដូចគ្នាបើនេះផ្ទះខាងកូនស្រីបងប្អូនហើយបើខ្ញុំគិតឯណាគូគាត់គឺស្រឡាញ់គ្នាផ្ដើមឡើងចេញពីកូនថៅកែនិងកូនថៅកែអញ្ចឹងគេតំណាក់តំណងចងមេត្រីឲ្យការរស់ស៊ីគេកាន់តែខ្លាំងបងប្អូនព្រោះប៉ាខាងកូនកំឡោះមួយឆ្នាំគឺគាត់នាំចេញនៅគ្រាប់ស្វាយចន្ទីដលងគឺរាប់រយលានតោនចេញទៅកាន់ទីផ្សារប្រទេសវៀតណាមអញ្ចឹងគាត់ក៏ជួយសម្រួលទៅខាងផ្នែកកសិកម្មប្រទេសកម្ពុជាយើងក្នុងការនាំចេញទៅប្រទេសគេទូទៅបងប្អូនគ្រប់ជនជាតិបរទេសឲ្យតែគាត់បានមានឱកាសមកចូលរួមកម្មវិធីឬអាពាហ៍ពិពាហ៍នៅប្រទេសខ្មែរវិញបងប្អូនគឺថាគាត់ស្រែកថាវ៉ាវហើយគាត់តាមដាននឹងជក់ចិត្តដិតអារម្មណ៍ហើយគាត់សរសើរសម្លៀកបំពាក់ប្រពៃណីខ្មែរយើងស្អាតហើយគាត់ចូលចិត្តចង់ពាក់ទៀតហើយកម្មវិធីរៀបចំចេញមកប្លែកអស្ចារ្យអញ្ចឹងទៅហើយបើគាត់មកបងប្អូនគាត់គិតតែពីថតទេហើយគាត់សួរយើងហងអីហងពាក្យច្រើនខ្ញុំទៅជួបបងប្អូនតាមកម្មវិធីការអញ្ចឹងហើយគាត់ប្រាប់យើងចេះគាត់ប្រឹងថតអីច្រើនគាត់យកទៅប្រាប់មិត្តភក្តិគាត់អ្នកដែលគាត់ស្គាល់នៅប្រទេសគាត់អីអញ្ចឹង